Vì xưa bọc mai bọc ôn tất cả khníនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីក្បាច់ហាត់ប្រាណដែលជួយសម្រកក្បាលពោះជួយធ្វើឲ្យផ្លូវតឹងហាប់ណែនហើយជាពិសេសនឹងចំពោះបងប្អូនស្ត្រីដែលគាត់ចង់ឲ្យបតឹងទ្វារមាសធ្វើឲ្យទ្វារមាសតឹងហាប់ណែនព្រោះសាច់ដុំនៅក្នុងទ្វារមាសរបស់យើងកាលណាយើងរួមភេទកាន់តែច្រើនទ្វារមាសនឹងប្រៀបដូចជាកៅស៊ូមួយអញ្ចឹងដែលអាចរីករួមបានអញ្ចឹងណាពេលដែលធ្វើការរួមភេទកាន់តែច្រើនធ្វើឲ្យទ្វារមាសនឹងកាន់តែមានន័យថារលុងអញ្ចឹងណាចឹងដើម្បីបតឹងសាច់ដុំទ្វារមាសក៏ដូចជាធ្វើឲ្យពុកម៉ែបងប្អូនមានសាច់ដុំគូតហ្នឹងណាគូតយើងឲ្យមានគូតអញ្ចឹងណាចំពោះបងស្ត្រីឬក៏បងបុរសដែលគាត់ចង់បានគូតចាពេលសិខោកបយឬក៏អីចឹងអត់មានគូតអីចឹងទៅអាចធ្វើលំហាត់ប្រាណទាំងអស់នេះបានហើយជាពិសេសហ្នឹងទទួលបាននូវសុខភាពល្អបែកញើសខ្ចាយបញ្ចេញនូវជាតិពុលស្បែកស្រស់ថ្លាក្មេងជាងវ័យក្បាច់ទី1ហ្នឹងគ្រាន់តែយកដៃដាក់កន្លែងត្រចៀកហើយកែងដៃស្ដាំមកប៉ះជាមួយជង្គង់ឆ្វេងហើយកែងដៃឆ្វេងមកប៉ះជាមួយជង្គង់ស្ដាំចាលើកចុះលើកឡើងបែបហ្នឹងក្បាច់ទាំងអស់ហ្នឹងពុកម៉ែបងប្អូនអាចសាកហាត់បានខ្ញុំធានាគឺបែកញើសស្រួលខ្លួនមែនតែម្ដងមិនចាំបាច់ទៅជីមនាំទៅអស់លុយអីទេឬក៏ពុកម៉ែបងប្អូនមានពេលទៅជីមអញ្ចឹងណាតែខ្ញុំមិនមែនពេលខ្លះខ្ញុំទៅជីមដែរព្រោះនៅជីមមានម៉ាស៊ីនពេលដែលយើងចង់ហាត់ជាមួយម៉ាស៊ីនប៉ុន្តែចំពោះក្បាច់ទាំងអស់នេះយើងធ្វើតែនៅផ្ទះក៏អាចបែកញើសហើយបញ្ចេញជាតិពុលហើយស្រួលខ្លួនបែកញើសជាងទៅហាត់នៅម៉ាស៊ីនទៀតចាក្បាច់ទី2គឺដាក់ដៃប្រណម្យសាពះបែបនេះហើយលោតឲ្យផុតពីដីអញ្ចឹងណាបែកញើសឡើងអូយនិយាយទៅខ្ញុំខំធ្វើវីដេអូហ្នឹងខ្ញុំថតចង់3ម៉ោងណាពុកម៉ែបងប្អូនហើយតម្រាំបានកាត់បានហើយពេលក្នុងកំឡុងពេលធ្វើហ្នឹងខ្ញុំឡើងអស់ដៃអស់ជើងតែម្ដងដោយសារតែខ្ញុំចាប់ប្លង់អត់សូវបានស្អាតចឹងហើយខ្ញុំធ្វើសារចុះសារឡើងហើយថតក៏ខ្លួនឯងដែរពុកម៉ែបងប្អូនវាចឹងចំណាយពេលយូរមែនតើទម្រាំតែផលិតវីដេអូហាត់ប្រាណមួយនេះជូនពុកម៉ែបងប្អូនមើលហើយ step នេះពុកម៉ែបងប្អូនលោតចុះលោតឡើងបែបហ្នឹងមកចូលដល់ក្បាច់ហាត់ប្រាណទី4អបដៃបែបនេះរួចលើកជង្គង់ម្ខាងមិនបាច់ដល់កែងដៃក៏បានដែរពុកម៉ែបងប្អូនគ្រាន់តែលើកឲ្យខ្ពស់ធ្វើខ្នងឲ្យរាងត្រង់លំហាត់ប្រាណនេះគឺជួយសម្រកក្បាលពោះចំពោះពុកម៉ែបងប្អូនដែលមានក្បាលពោះធំយឺតធ្លាក់អត់តឹងណែនហើយជាពិសេសនឹងរៀងមានខ្លាញ់អញ្ចឹងណាដុតចិត្តខ្លាញ់ធ្វើកាន់តែយូរកាន់តែដុតចិត្តខ្លាញ់ទំនេរចិត្តតែហាត់ប្រាណលេងណាពុកម៉ែបងប្អូនដើម្បីទទួលបានសុខភាពល្អហើយណាមួយទៀតខ្ញុំខានហាត់ប្រាណរយៈពេលយូរហើយចិត្តចូលមកជាមួយខែជាងអីខ្ញុំតែរៀងរបស់ខ្ញុំទោះជាអត់ហាត់ក៏គីឡូរបស់ខ្ញុំនៅថេរដោយសារតែការញ៉ាំរបស់ខ្ញុំញ៉ាំតិចទេណាមួយមេតាបូលីសនៅក្នុងរាងកាយរបស់ខ្ញុំគឺដុតធម្មពលបានល្អអញ្ចឹងណាពុកម៉ែបងប្អូនដូច្នេះហើយអាហារដែលចូលទៅគឺបានដុតរំលាយអស់អញ្ចឹងអត់សូវមានសេសសល់ធម្មពលនៅជាតិស្ករជាតិអីនៅក្នុងខ្លួនច្រើនទេហើយខ្ញុំវិញខ្ញុំញ៉ាំសាច់តិចបំផុតភាគច្រើនខ្ញុំញ៉ាំថៃហើយនឹងបន្លែប៉ុន្តែបន្លែលើក៏អត់សូវបានធ្វើញ៉ាំនៅដោយសាររវល់ធ្វើការរវល់អីចឹងទៅក៏អត់បានពេលចម្អិនម្ហូបខ្លួនឯងទិញតែម្ហូបគេញ៉ាំស្រាប់អញ្ចឹងទៅអត់សូវមានបន្លែគ្រប់គ្រាន់ទេបើនិយាយទៅខ្ញុំថែរៀងបានល្អណាពុកម៉ែបងប្អូនមើលតែរៀងខ្ញុំទៅដឹងហើយស្បែកធម្មជាតិកាមេរ៉ានេះកាមេរ៉ាស៊ីនហ្មងគ្មានអ៊ីឌីតអីទេភាគច្រើនខ្ញុំថតវីដេអូដាក់ស៊ីនទៅហ្មងខ្ញុំខ្ជិលអ៊ីឌីតចំណាយពេលយូរណាស់មួយខ្ញុំស្អាតស្រាប់អួតខ្លួនឯងតិចចារៀងខ្ញុំគីឡូខ្ញុំអស់ហើយ49 50 51 52បើថាថតខ្លាំងបំផុតហើយ53អត់ដែលឡើងដល់54 55អីទេចាពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្នេះសូមអរគុណដែលបានចំណាយពេលវេលាទស្សនាជួបនាងខ្ញុំក្នុងវីដេអូក្រោយ